បាទសូមគោរពនឹងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលតែងតែនិយមគ្រប់គ្រងទស្សននាការប្រកួតប្រដាល់គុណខ្មែរដែលផ្សាយចេញពី Channel គុណខ្មែរ KMK Sport មិនថាការប្រកួតចាស់ថ្មីក្នុងនិងក្រៅប្រទេសនោះទេតែងតែទទួលបានការគ្រប់គ្រងយ៉ាងច្រើនកកពីពុកម៉ែបងប្អូនយើងដែលចូលរួមទស្សនាពី Channel គុណខ្មែរ The Fight កីឡាក៏ដូចជា KMK Sport របស់ខ្ញុំបាទរៀងរាល់រាត្រីតែម្ដងអានេះគឺជាការប៉ះគ្នានៅក្នុងប្រភេទទម្ងន់55គីឡូក្រាមរវាងសាច់សល្អស្និតកីឡាករជើងខ្លាំងរបស់កម្ពុជាសែនរ៉ាដេតនិងត្រូវស្វាគមន៍កីឡាករយេម៉ែនសេនជាតិអូស្ត្រាលីដែលមានឈ្មោះថា Fahid Haida ជាកីឡាករកម្រិតល្អមួយនៅទីក្រុង Melbourne បាទប្រទេសអូស្ត្រាលីហើយគេជាកីឡាករជនជាតិបាទ Yemen អីក៏ប៉ុន្តែបាទមានសញ្ជាតិអូស្ត្រាលីមួយទៀតណាបាទអញ្ចឹងខ្ញុំដាក់ទង់ជាតិពីជាតិសាសន៍ម្ដងទៅគេហៅថាកីឡាករពីរសាសអញ្ចឹងដែរបាទឬក៏កូនកាត់ហ្នឹងឯងបងប្អូនអធិស្ឋានបាទសម្រាប់បាទកីឡាករបង្គោលខៀវបាទ Fahid Haida គេធ្លាប់បាទយកជ័យជំនះដោយបន្ទុកឯកច្ឆន្ទទៅកាន់កីឡាករគឿមសវណ្ណខេមកីឡាកររបស់កម្ពុជាយើងនៅឯទីក្រុង Melbourne ប្រទេសអូស្ត្រាលីហើយនេះគឺជាការបង្ហាញវត្តមានលើកទី1នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងការប្រកួតគុនខ្មែរហើយក៏ប៉ុន្តែជាបាទលើកទី2ដែលគេប៉ះជាមួយនឹងកីឡាកររបស់កម្ពុជាយើងគឺសែនរ៉ាដេតបាទសែនរ៉ាដេតជាកីឡាករចាស់ភាសាមួយរូបដែលវឹកហាត់នៅក្នុងក្លឹបប្រដាល់ដែនសមុទ្រគុនខ្មែរនៃសមាគមកីឡាក្រសួងមហាផ្ទៃក្រុមការបង្ហាត់បង្រៀនរបស់បងប្រុសបង្កើតគឺលោកគ្រូឆ្លាមសនិងលោកគ្រូសែនរ៉ាឌីពុកម៉ែបងប្អូនបាទហើយកីឡាករបង្គោលខៀវ Fahid Haida ជាកីឡាករ Yemen សញ្ជាតិអូស្ត្រាលីមកពីទីក្រុង Melbourne ប្រទេសអូស្ត្រាលីផ្ទាល់តែម្ដងបាទកីឡាករនេះក៏ជាម្ចាស់ខ្សែក្រវ៉ាត់រហូតដល់7គ្រឿងដែរមិនធម្មតាទេណាសម្រាប់កីឡាករ Fahid Haida ស្របពេលដែលសែនរ៉ាដេតបាទខ្សែក្រវ៉ាត់គាត់មានដែរក៏ប៉ុន្តែដូចជាមិនសូវច្រើនណាស់ទេពុកម៉ែបងប្អូនបាទតាំងពីជំនាន់ CBF មកម្លេះសម្រាប់កីឡាករសែនរ៉ាដេតបាទលោកគ្រូញ៉ាកដាលឆាយសុជាតិកំពុងតែរៀបរាប់អំពីលក្ខន្តិកៈនៃការប្រកួតគុនខ្មែរ3ទឹកទៅកាន់កីឡាករទាំងពីរនៅក្នុងមួយទឹកមាន3នាទីនិងសម្រាប់2នាទីរីករាយទស្សនានៃការប្រកួតទឹកទី1ដូចតទៅបាទគូមកជើងស្ដាំសងវិញពីសែនរ៉ាដេតមកជើងស្ដាំពី Fahid Haida មកដៃជំនខាងស្ដាំតជើងឆ្វេង3ស្នៀតនេះលយណារបស់រ៉ាដេតថែមមកជើងស្ដាំទៀត4ស្នៀតជាប់គ្នាបាទខ្ញុំថារ៉ាដេតអាចសងសឹកជូនសើប្អូនគឺសវណ្ណខេមបានអត់ទេមកដៃឆ្វេងខាងស្ដាំបាទការប្រកួតនៅអូស្ត្រាលីយើងចាញ់គេណាពុកម៉ែបងប្អូនបាទមកដាក់ជួយខាងស្ដាំមួយទៀតតជើងជួយថែមអីយ៉ាបាទរ៉ាដេតអត់ចេះចេញមកស្នៀតទេបាទចេញម្ដងមានដៃឆ្វេងស្ដាំហើយក៏ដូចជាបាទថែមរន្ទះជើងផងដែរមកជើងឆ្វេងរបស់ Fahid Haida លុងមកដៃស្ដាំតជើងស្ដាំចូលចង្កេះមកដៃឆ្វេងទៀតរបស់រ៉ាដេតពីដៃឆ្វេងខាងស្ដាំ3ដៃឆ្វេង4ដៃអាប់ខាត់មួយទៀតរបស់សែនរ៉ាដេតមិនហើយបាទមកកំ plei ម្ដងសម្រាប់សាច់សល្អនេះសែនរ៉ាដេតអ្នកខេតកោះកុងបើតើនៃការទស្សនាមកជើងស្ដាំពី Fahid Haida មកជើងស្ដាំទៀតពី Fahid Haidaមកដៃខាងស្ដាំពីដៃស្ដាំតជើងឆ្វេងរបស់សែនរ៉ាដេតបាទអូយបាយលុយម្លេះបាទមកជើងស្ដាំតជើងក្រោមពី Fahid Haida មកដៃឆ្វេងខាងស្ដាំចូលធ្គៀងពី Fahid Haida ថែមជើងស្ដាំមកដៃឆ្វេងសងវិញខាងស្ដាំមួយទៀតរបស់សែនរ៉ាដេតមកដៃឆ្វេងទម្លុះគុំពីដៃឆ្វេងអបខាត់ស្ដាំរបស់រ៉ាដេតរុនចេញពី Fahid Haida បើបន្តនៃការទស្សនាដើរចូលពីសែនរ៉ាដេតតជើងឆ្វេងក្រោមពី Fahid Haidaមកជើងឆ្វេងបាទកីឡាករកម្រិតល្អប៉ះគ្នាខ្ញុំជឿចិត្តតែម្ដងថាគូនេះមិនស្លាប់ទេក៏ប៉ុន្តែវាជួយចិត្តដិតអារម្មណ៍ជាមួយនឹងការបង្ហាញជាមួយទម្រង់គុនខ្មែរគឺការដាក់កីឡាករប្រភេទក្បាច់ណាបាទមកដាក់ឆ្វេងរបស់រ៉ាដេតបាទរ៉ាដេតឲ្យតឡើងសង្វៀនដឹងតែទទួលបានការគ្រប់គ្រងយ៉ាងច្រើនក៏ពីពុកម៉ែបងប្អូនយើងទស្សនាមិនថាការប្រកួតក្នុងនិងក្រៅប្រទេសទេបាទគឺគាត់តែងតែបង្ហាញជាមួយនឹងទម្រង់នៃការប្រកួតគុនខ្មែរដ៏ល្អបាទមិនថាការចេញចូលគឺមួយកំ plei បាទអូយបាទអោបកន្លែងនេះដោយកីឡាករ Fahid Haida អធិស្ឋានបើសិនជាមានសម្លេងរំខានបន្តនៃការទស្សនាមកដៃខាងស្ដាំរបស់ Fahid Haida អោបជាជាប់ពីសែនរ៉ាដេតក៏ដាក់គ្រីកដោយ Fahid Haida ជង្គង់ឆ្វេងមួយភ្ញាត់ចូលពួយទឹករុនចេញពាក់មកជង្គង់ឆ្វេងទៀតរបស់ Radet អឹបនឹងពួរសង្វៀនលោកគ្រូញ៉ាកដាឆាយសុជាតិធ្វើការបំបែកបន្តនៃការប្រកួតមកដៃឆ្វេងរបស់ Radet ទាត់ជើងស្ដាំថែមពីសែន Radet បាទ Radet ជិញ្ចូលលឿនមកដៃឆ្វេងពី Radet បាទ27ឆ្នាំហើយសម្រាប់ Radet បាទសម្រាប់ Fahid Haida ទើបតែ25ឆ្នាំទេពុកម៉ែបងប្អូនបាទបាទកពូក៏ប្រហែលគ្នាដែរបត់កៃស្ដាំភ្លឹបរបស់ Radet 1m65 សម្រាប់សែន Radet 1m68 សម្រាប់ Fahid Haida គីឡូ55គីឡូក្រាមស្មើមកជួយឆ្វេងមកដៃឆ្វេងទៀតរបស់ Radet រុនចេញពី Fahid Haida បាទចូលពី Radet ខោស្ដាំមួយយកចង់ត្រេតរបស់គេពុកម៉ែបងប្អូនមកកណ្ដាប់ដៃខោស្ដាំឬក៏ខោស្នែងកបីមកដៃលោក5ទៀតរបស់ Fahid Haida មកដៃឆ្វេងពី Radet ទាត់ជើងឆ្វេងសងពី Fahid Haida ដាក់ចូលពី Radet មកដៃឆ្វេងក៏ប្រដាកាត់ចន្ទល់ស្អាតណាស់ពី Fahid Haida ដួលសែន Radet មួយបាទអូយបាទក្បាច់ប៉ាស្នៀតពិតជាល្អមួយរបស់គេមែនបាទបន្តនៃការដាក់ចូលចង់ទឹកទី1ហ្នឹងពុកម៉ែបងប្អូនបាទមកជើងស្ដាំមករ៉ាដេតទាត់ជើងឆ្វេងសងពីបាទ Fahid Haida មកដៃឆ្វេងខៅឆ្វេងសងគាត់មិនត្រូវទេរ៉ាដេតវាយចូលគោលដៅច្បាស់ជាងបាទលោកគ្រូញ៉ាកដាគោះកីឡាករទាំងពីរឲ្យបំបែកដើម្បីបាទបន្តនៃការប្រកួតនៅកណ្ដាលសងវៀនជាបន្តក៏ចប់ទឹកទី1ល្មមពុកម៉ែបងប្អូនបាទ
បាយយ៉ាងណាមិញក៏សូមមេត្តាកាន់តែនឹងទៅក្នុងណាបើសិនជាការថាតបាយរបស់ខ្ញុំបានមានកន្លែងណាលើលួសខ្វះខាតសំរុំអីក៏ជួយនឹងខមមិនមកពេញបន្ថែមរកចំណុចខ្វះខាតផងពុកម៉ែបងបាទរឿងរាល់ការផុសជាមួយនឹងការប្រកួតមកពី Channel គុណខ្មែរ KMK Sport តែងតែដាក់ថ្ងៃខែឆ្នាំច្បាស់ចែកជូនពុកម៉ែបងប្អូនយើងទស្សនាតែម្ដងបាទថ្មីថាថ្មីចាស់ថាចាស់គឺផ្នែកខាងលើជាងខាងឆ្វេងពុកម៉ែបងប្អូនយើងអាចមើលបានទេបាទតែតែរឿងតូចបន្តិចមែនក៏ប្រាប់ឲ្យយើងដាក់ធំពេកវាបាំងជាមួយវីដេអូណាបាទខ្ញុំក៏ត្រូវបាទទុកមកបន្លោះខាងក្រោមនេះដាក់មុខខ្លួនឯងដែរបើមិនដាក់ទេ YouTube មិនអនុញ្ញាតទេបាទមិនដៃឆ្វេងខាងស្ដាំរបស់ Radade ទឹកទី2បាត់កាញ់ឆ្វេងពី Fahid Haida ជង្គង់ឆ្វេងពី Radade មកជង្គង់ឆ្វេងសងវិញពី Fahid Haida ជង្គង់ឆ្វេងពី Radade ភ្ញុចចូលពួរទឹកពី Fahid Haida បាទកន្លះក៏ Jameson ជាតិអូស្ត្រាលីបាទកាច់ក៏ក្រៀកចាក់ជង្គង់ឆ្វេងមួយពី Radade បំបែកដោយលោកគ្រូញ៉ាក្រាឆាយសុជាតិអូយល្អមើលពុកម៉ែបងប្អូនបាទមកដៃឆ្វេងខាងស្ដាំរបស់ Radade រុនចេញពី Fahid Haida បាទមកទៅមិនចង់វាយគៀកជាមួយ Radade ទេបាទគូមិនស្ដាំទាត់ជាស្ដាំខៅឆ្វេងតាមស្ដាំរបស់ Radade ហើយក៏បាទកាច់គ្រាកសាជាថ្មីបាទមកជង្គង់ស្ដាំរបស់ Radade បាទលោកគ្រូញ៉ាក់ដានមិនបាទមិនបងអង្គយូរទេបាទមិនអនុញ្ញាតឲ្យកីឡាករ7បន្ទាក់បន្ទង់គ្នាក្បែរពួនសង្វៀនវាពិបាកប្រទេសបតាបាទជើងស្ដាំរបស់កីឡាករបាទ Fahid Haida ខៅស្ដាំថែមពី Radade បាទរុនចេញមកដៃឆ្វេងពួរទឹកពី Radade រុនចេញទាត់ជើងឆ្វេងពីសាន Radade បាទ Radade ដាល់ចូលបាទ Radade ជាកីឡាករបាទល្អក្បាច់ល្អបុកល្អស៊ូបាទក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះបើវាយ5ទឹកអាចនឹងបាទចាញ់កម្លាំងគេបាទសារគាត់ខកខានឡើងសង្វៀនយូរណាបាទពុកម៉ែបងបាទ Radade បើគាត់ហាត់ជាប់លាប់មកទៅល្អណាស់ហើយក៏ប៉ុន្តែគាត់បាទដកឃ្លាចេញពីគុណខ្មែរមករយៈពេលធំដែរមកឈ្មោះស្ដាំរបស់ Radade មកចូលឆ្វេងរបស់ Radade ដាក់ចូលពីសាន Radade មកដៃឆ្វេងពី Radade ខៅស្ដាំថែមឆ្វេងពី Fahid Haida ខៅស្ដាំរង្វង់ប្រចាំមកដៃឆ្វេងទៀតទម្លុះឃុំរបស់សាន Radade តោះជាស្ដាំមកជួយឆ្វេងសងវិញពី Fahid Haida បាទដាក់ចូលពី Radade មកដៃឆ្វេងពីសាន Radade ដាក់ដកខៅស្ដាំថែមឆ្វេងរបស់សាន Radade កាច់កក្រៀកអាយយបាទកន្លែងនេះបាទមកជួយឆ្វេងពី Radade ដាក់ចូលពី Radade ទាត់ជាស្ដាំពី Radade ចាប់ជើងបានហើយក៏ប្រឡែងចេញវិញមិនអនុញ្ញាតឲ្យ Radade នឹងគឺផ្ញើជើងនឹងចកេះទេមកដៃឆ្វេងរបស់ Radade បាទអោបចកេះជាប់កន្លែងនេះបាទម្នាក់អោបក៏ចកេះម្នាក់ទៀតអោបកកបាទចាក់ក្លេម្នាក់មកស្នៀតពុកម៉ែបងប្អូនបន្តនៃការទស្សនាបាទចលោហ្វ្រាមមកដៃឆ្វេងគប់កែងឆ្វេងមួយរបស់ Fahid Haida តាទាត់ជើងឆ្វេងជួយចកេះកັບតឡាយស្អាតណាស់របស់ Radade មកជើងស្ដាំថែមរបស់ Radade បាទចូលមកដៃខាងបន្ទប់ស្ដាំបត់កែងឆ្វេងក្នុងទាត់ជើងឆ្វេងសងពីសាន Radade មិនឲ្យលឺមិនឲ្យខ្វះធាក់មកជើងស្ដាំពី Fahid Haida មកដៃលូកស្ដាំពីបាទ Fahid Haida រុញដល់បច្ចេកទេសកន្លែងនេះដួល Radade សាជាថ្មីបាទ Radade ដួលពីរលើកណាទឹកមួយមិនលើកទឹកពីរមិនលើកបន្តនៃការដាក់ចូលពី Radade មកដៃឆ្វេងពីសាន Radade ទាត់ជើងឆ្វេងពី Radade មកដៃឆ្វេងចូលកណ្ដាលភក្ត្រាពី Fahid Haida ទៅកាន់សាន Radade បាទបើសិនជាខ្ញុំមើលមិនខុសទេ Radade ដូចជាកំពុងតែនាំមុខជាមួយនឹងបន្ទុកបាទការវាយចូលរបស់គាត់ច្រើនទៅកាន់ Fahid Haida មកដៃឆ្វេងខាងស្ដាំ Fahid Haida ក៏វាយចូលគោលដៅទៅកាន់កីឡាករ Radade ដែរក៏ប្រាប់ឲ្យយើងបូកដកគុណចៃទៅខ្ញុំគិតថា Radade កំពុងតែនាំមុខបាទចូលមកដៃឆ្វេងរបស់ Radade បាទកាច់កក្រៀកសាច់ថ្មីមកជង្គង់ស្ដាំរបស់សាន Radade អបទាំងពូសវិនថែមបានជង្គង់ឆ្វេងទៀតពី Radade បាទម្នាក់អោបចកេះម្នាក់ទៀតបាទព្យាយាមដោះក្លេចាក់ជង្គង់ឆ្វេងមួយពី Radade ពីជង្គង់ឆ្វេងរបស់ Radade ក៏បានកាត់ចន្ទល់ចាក់ជង្គង់5ចូលចកេះសងពី Fahid Haida បាទចប់ទឹកទី2ល្អមើលពុកម៉ែបងប្អូនបាទខ្ញុំគឺតែតែផុសជាមួយនឹងការប្រកួតដ៏កក្រៅរំជួយសង្វៀនល្អមើលបាទយកម្ចាស់ជូនពុកម៉ែបងប្អូនយើងរៀងរាល់ថ្ងៃតែម្ដងបាទមិនថាការប្រកួតចាស់ថ្មីក្នុងនិងក្រៅប្រទេសទេសំខាន់យើងផ្ដោតទៅលើបាទការប្រកួតច្បាស់លាស់បាទសម្រាប់ថ្ងៃការបរិច្ឆេទក៏ដូចជាបាទការប្រកួតកក្រៅរំជួយសង្វៀនបាទ LL វាយលំយុទ្ធលុយអីគឺខ្ញុំមិនយកមកផុសឲ្យពុកម៉ែបងប្អូនយើងទស្សនាទេបាទយ៉ាងណាមិញក៏ចូលរួមខមមិនដើម្បីបាទបញ្ចេញចំណាប់អារម្មណ៍ទាំងអស់គ្នាជាមួយនឹងការប្រកួតពីទឹកកន្លងទៅណាបាទទឹកទី3ក៏បានចូលមកដល់នៃការប្រកួតទឹកផ្ដាច់ព្រុតខាងស្ដាំឋានឆ្វេងមកដៃស្ដាំទៀត3ដៃចុះគ្នារបស់ Radade មកដៃឆ្វេងអបខាត់ស្ដាំទាត់ជើងឆ្វេងរបស់ Radade មកជើងស្ដាំសងវិញពី Fahid Haida បាទចូលស្ដាំខាងឆ្វេងរបស់ Radade បាទ direct ស្ដាំខាងទាត់ជើងឆ្វេងថែមរបស់ Radade ចាក់ជើងស្ដាំមួយលើកទល់ទៅនឹងបាទពូសង្វៀនបដ ாய் សម្រាប់ Fahid Haida បាទកីឡាករ German ជាតិអូស្ត្រាលីបាទអត់គេជាប់មកជង្គង់ឆ្វេងរបស់ Radade កាច់កក្រៀកហើយក៏បាទព្យាយាមដោះឃ្លេពី Radade មកជង្គង់ឆ្វេងក៏បានលើជង្គង់ទល់កន្លែងនេះក៏ប្រឡេះចេញវិញពី Fahid Haida បើតើនៃការប្រគំមកដៃខាងស្ដាំឋានឆ្វេងមកដៃស្ដាំទៀតពី Radade វាយប៉ុណ្ណឹងខ្ញុំគិតថា Radade ឈ្នះមកដៃឆ្វេងខាងស្ដាំបាទយ៉ាងណាមិញចាំមើលចាប់ទឹកសិនបាទបានសោះ2នាទីទៀតមកដៃឆ្វេងពីដៃឆ្វេងរបស់ Radade មិនណាយហើយដៃទី1ស៊ីក្បាលពោះដៃទី2ស៊ីភក្ត្រាជង្គង់ឆ្វេងទៀតរបស់ Radade អូយល្អណាស់បាទ Radade មើលទៅសងសឹកជូនគឿមសវណ្ណគីមបានឬអត់ទេមកជើងស្ដាំរបស់ Fahid Haida ខាងស្ដាំតោះជើងស្ដាំសងពី Radade មកដៃជួយទម្លុះឃុំពី Radade អូយវាយប៉ុណ្ណេះខ្ញុំជឿជាក់ទៅកាន់កីឡាករជើងខ្លាំងរបស់កម្ពុជាសាច់សល្អស្នៀត Radade មកដៃស្ដាំខាងឆ្វេងពីដៃស្ដាំរបស់ Radade ទម្លុះឃុំបាទបួងបានកន្លែងនឹងធ្វើអីកើតសម្រាប់ Radade អត់កើតអាលីងបាទបើលោកគ្រូញ៉ាក្រាឆាយសុជាតិធ្វើការបំបីកីឡាករ7មកប្រកួតនៅកណ្ដាលសង្វៀនមកដៃឆ្វេងរបស់ Radade មួយនាទីចុងក្រោយក្នុងទឹកទី3 2ជង្គង់ឆ្វេងរបស់ Radade 3ជង្គង់របស់ Radade 4ជង្គង់អូយ5ជង្គង់ហើយមាន6ឯអត់ទេបាទ5ជង្គង់យកគ្នាក៏បន្ទុកវាណែនក្តោនតាមនឹងដែរអូយ Radade ល្អណាស់បាទមកដៃខៅស្ដាំរបស់ Radade ពីដៃឆ្វេងកាំងស្ញែង Fahid Haida មកដៃស្ដាំខៅឆ្វេងសងវិញទាត់ជើងឆ្វេងពី Fahid Haida
បាទដាចូលពីរ៉ាដេដាចូលបាទបាត់តែបន្ទុកនាំមុខមែនក៏ប្រាំមិនអាចមើលស្រាដៃគូបានទេខៅស្ដាំថែមរបស់រ៉ាដេចូលធ្គៀមពីរ៉ាដេទៅកាន់ហ្វាហេតហៃដាអូយល្អមើលណាស់ពុកម៉ែបងប្អូនបាទបន្តនៃការប្រកួតមកជឿស្ដាំពីរ៉ាដេខៅពូទឹកស្ដាំមួយណែណាស់មកដៃលូហ្វ្រាំសងវិញពីបាទហ្វាហេតហៃដាខៅស្ដាំកន្លែងដួលថ្មល់ក៏ប្រាំមិនជាបញ្ហាងើបឡើងលើបន្តនៃការប្រកួតខៅស្ដាំថែមកន្លែងនេះចង្អាប់ចង្អល់ខ្លួនហើយឡើយបាទបន្តនៃការប្រកួតដាក់ចូលពីរ៉ាដេមកដៃឆ្វេងពីសារ៉ាដេអប់នឹងពូសង្វៀនហើយក៏លោកគ្រូអ្នករាជឆាយសុជាតិមិនអនុញ្ញាតឲ្យប្រទីបន្ទងគ្នាក្បែរពូសង្វៀនយូរពេកទេបាទវាខាតពេលសម្រាប់ការប្រកួតដោយសារតែរ៉ាវលីនៃការប្រកួតក៏ចិត្តនឹងមកចាប់មកដៃខៅស្ដាំរបស់រ៉ាដេបាទក្រៀកកជាប់មកឈ្គួឆ្វេងរបស់រ៉ាដេអូយណែណាស់បាទសម្រាប់ការឡើងជង្គង់របស់រ៉ាដេបាទទៀបមែនបាទជង្គង់របស់គាត់គឺស្អិតជាប់នឹងដើមទ្រូងតែម្ដងសម្រាប់សារ៉ាដេទៅកាន់ហ្វាហេតហៃដាមកជើងស្ដាំរបស់រ៉ាដេខៅពុទ្ធស្ដាំរ៉ាដេមកដៃឆ្វេងសងវិញពីហ្វាហេតហៃដាបាទហ្វាហេតហៃដាពេលដែលប៉ះជាមួយនឹងសានរ៉ាដេគឺកាំងសញ្ញាញ់មកដល់ពេលប៉ះគឺតវណ្ណឃីមនៅឯបាទប្រទេសអូស្ត្រាលីគាត់វាយល្អណាស់បាទអញ្ចឹងមិនថាកីឡាករស្នៀតប្រយុទ្ធខុសគ្នាបាទមិនប្រកាសថាបាទឈ្នះគឺតវណ្ណឃីមហើយឈ្នះសារ៉ាដេទៀតណាបាទអូយមកឡមើលបាទបងប្អូនបាទឥឡូវបន្តនៃការប្រកួតចុងទឹកទី3មកជើងស្ដាំគូជើងក្រោមពីហ្វាហេតហៃដាបាទមកដៃឆ្វេងពីរ៉ាដេមកជើងឆ្វេងត្រូវតែខ្យល់អូយហ្វាហេតហៃដាគាត់ព្យាយាមដែរក៏ប្រហែលព្យាយាមធ្វើសារ៉ាដេអញ្ចឹងបាទចប់ទឹកទី3ជាស្ថាពរអូយល្អមើលណាស់ពុកម៉ែបងប្អូនបាទនេះគឺយន្តភាពយន្តនៃការប្រកួតរបស់កីឡាករទាំងពីរតាំងពីទឹកទី1ដល់ទឹកទី3សូមរីទស្សនាបាទយ៉ាងណាមិញក៏សូមមេត្តាខន្តីនឹងអភិទោសសម្រាប់ការអធិប្បាយរបស់ខ្ញុំបាទគុណខ្មែរ KMK Sport បើសិនជាមានកន្លែងណាលឺលុះខ្វះខាតមិនសមរម្យប៉ះពាល់អារម្មណ៍របស់ពុកម៉ែបងប្អូននេះបាទក៏ជួយនឹងខមមិនបំពេញបន្ថែមរកចំណុចខ្វះខាតខ្ញុំបាទនឹងព្យាយាមបាទកែសម្រួលសម្រាប់វីដេអូនៃការប្រកួតជាបន្តទៀតណាបាទបាទយើងរងចាំការប្រកាសលទ្ធផលជាផ្លូវការពីការដាក់បន្ទុករបស់អង្គចៅក្រមទាំង5រូបរបស់យើងនេះបើតាមការប៉ាន់ស្មានរបស់ខ្ញុំទេបន្ទុកឯកច្ឆាននោះបាទសម្រាប់ការឈ្នះបាទដូច្នេះក្នុងការនៃការប្រកួតពេញ3ទឹកអូមែនចៅក្រមទាំង5រូបសម្រាប់នៅលទ្ធផលដូចគ្នាគឺបន្ទុកឯកច្ឆាន5-0ដូច្នេះជ័យជំនះខ្លាចជាម្ចាស់ពានរង្វាន់វើគុណខ្មែរ55គីឡូក្រាមបានទៅកាន់កីឡាករសាច់សល្អស្នៀតសានរ៉ាដេកីឡាកររបស់កម្ពុជានឹងជួបរួមសក្តាយកីឡាករយេម៉ែនទៅជាតិអូស្ត្រាលីបាទហ្វាហេតហៃដាផងដែរអរគុណសម្រាប់ការចូលរួមទស្សនាជួប